បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំមកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាបាទរបៀបដាក់ឈ្មោះនៅខាងក្រៅឈ្មោះដើម Facebook របស់យើងណាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាចធ្វើការដាក់ឈ្មោះបានមួយតង់ទៀតអញ្ចឹងដើម្បីធ្វើការដាក់ឈ្មោះបានបងប្អូនទាំងអស់គ្នាចូលមកកាន់កន្លែង Facebook យើងមកបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាយកកន្លែងចុច3នេះបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាយកកន្លែង Setting and Privacy បាទបន្ទាប់មកយកកន្លែង Setting បាទបន្តមកទៀតយកកន្លែង See More and Account Center ម្ដងកន្លែងនេះបងប្អូនគ្នាចុចកន្លែងលើ profile យើងមកបាទចុចម្ដងទៀតបាទហើយយកកន្លែងពាក្យថា name ខាងលើហ្នឹងបាទកន្លែងនេះវានឹងឃើញតម្រងឈ្មោះ Facebook ដើមរបស់យើងណាដែលយើងដាក់ពីមុនមកអញ្ចឹងដើម្បីធ្វើការដាក់ឈ្មោះនៅខាងចុង Facebook យើងមើលមកខាងក្រោមបងប្អូនគ្នាគេដាក់ថា manage order name អញ្ចឹងយើងចុចលើហ្នឹងមកបាទបន្តមកបងប្អូនគ្នានេះគេដាក់នៅខាងកណ្ដាលគេយើងចង់ដាក់ជាភាសាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានដែរអញ្ចឹងឥឡូវខ្ញុំធ្វើការបំពេញសិនបាទខ្ញុំដាក់ឈ្មោះរបស់ខ្ញុំបាទតោះមកបងប្អូនគ្នានេះយកកន្លែងសដើម្បីមើលថាវាចេញតម្រងបែបម៉េចបាទនេះវាឃើញបែបនេះបងប្អូនគ្នាឃើញអត់នេះឈ្មោះដើមរបស់យើងហើយនេះអានេះឈ្មោះខាងចុងដែលខ្ញុំប្រាប់បងប្អូនហ្នឹងអញ្ចឹងដើម្បីធ្វើការ save យើងទទួលបានវាយើងចុចថា save មកបាទឥឡូវខ្ញុំសុំចុច save បាទឃើញអត់បងប្អូនគ្នាឥឡូវយើងទទួលបានឈ្មោះនៅខាងចុង Facebook របស់យើងហើយអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេបងប្អូនគ្នាជួបខ្ញុំនៅវីដេអូក្រោយទៀតអរគុណសូមជម្រាបលា